សម្ដេចតេជោហ៊ុនសែនអនុញ្ញាតឲ្យលោកតាន់ស្រីម៉ៃខឺយ៉ាវប្រធានវិទ្យាស្ថានយុទ្ធសាស្ត្រ KSI ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកចូលជួបសម្ដែងការកុសលនៅវិមានប្រសិទ្ធភាពនារុស្ស៊ីថ្ងៃសុក្រទី10កើតខែកដិកឆ្នាំសាញ់សប្បស័កពុទ្ធសករាជ2569ត្រូវនឹងថ្ងៃទី31ខែតុលាឆ្នាំ2025សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនប្រធានប្រសិទ្ធភាពនៃព្រះរាជាណាចក្រកម្ពុជាបានអនុញ្ញាតឲ្យលោកតាន់ស្រីម៉ៃខឺយ៉ាវប្រធានវិទ្យាស្ថានយុទ្ធសាស្ត្រ KSI ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកចូលជួបសម្ដែងការកុសលនិងពិភាក្សាការងារឯកឧត្តមជាធិរិទ្ធអ្នកនាំពាក្យប្រសិទ្ធភាពបានឲ្យដឹងនៅក្រៅជំនួបថាក្នុងជំនួបនោះសម្ដេចតេជោហ៊ុនសែនបានសម្ដែងនូវក្តីរីករាយនិងស្វាគមន៍ចំពោះលោកតាន់ស្រីម៉ៃខឺយ៉ាវព្រមទាំងប្រតិភូដែលបានអញ្ជើញមកកាន់ព្រះរាជាណាចក្រកម្ពុជាសម្ដេចតេជោបានលើកឡើងថានេះគឺជាការជួបគ្នាសារជាថ្មីហើយសង្ឃឹមថាប្រតិភូនឹងបានឃើញពីការវិវត្តនៅក្នុងព្រះរាជាណាចក្រកម្ពុជាហើយសម្ដេចតេជោក៏បានអបអរសាទរចំពោះការចូលរួមរបស់គណៈប្រតិភូនៅក្នុងកិច្ចប្រជុំកម្ពុជាបៃតងនិងជ័យរភាពសកលឆ្នាំ2025ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៅក្នុងឆ្នាំនេះនៅក្នុងឱកាសនោះលោកប្រធានវិទ្យាស្ថានយុទ្ធសាស្ត្រ KSI ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកបានសម្ដែងនូវការអរគុណចំពោះសម្ដេចតេជោដែលបានអនុញ្ញាតឲ្យរូបលោកនិងគណៈប្រតិភូបានចូលជួបសម្ដែងការកុសលនិងបានផ្ដល់ស្ដាប់នូវការចែករំលែកទស្សនៈរបស់សម្ដេចនាឱកាសនេះលោកក៏បានកោតសរសើរចំពោះភាពរីកចម្រើនរបស់ព្រះរាជាណាចក្រកម្ពុជាតាំងពីការដឹកនាំរបស់សម្ដេចតេជោរហូតមកដល់ការដឹកនាំរបស់សម្ដេចធិបតីនាយករដ្ឋមន្ត្រីនៅពេលបច្ចុប្បន្ននេះលោកបានលើកឡើងថាកម្ពុជាបានចូលរួមចំណែកដ៏សកម្មទាំងការចូលរួមចំណែកក្នុងតំបន់ក្នុងគោលដៅការការពារបម្រែបម្រួលអាកាសធាតុនិងការជំរុញឲ្យមានភាពបៃតងនៅលើពិភពលោកសម្ដេចតេជោហ៊ុនសែនបានសម្ដែងនូវការចាប់អារម្មណ៍តាក់ទងទៅនឹងទូនាទីរបស់ KSI ក្នុងការចូលរួមចំណែកនិងផ្ដល់ជាយុទ្ធសាស្ត្រក្នុងការអភិវឌ្ឍក្នុងតំបន់ផងតាក់ទងទៅនឹងបរិស្ថានសម្ដេចតេជោបានរំលេចនិងចែករំលែកអំពីទស្សនវិស័យតាក់ទងទៅនឹងការគ្រប់គ្រងប្រទេសកម្ពុជាក៏ដូចជាការធ្វើយ៉ាងណាចូលរួមចំណែកក្នុងវិស័យការពារបរិស្ថាននៅក្នុងប្រទេសកម្ពុជាក្នុងតំបន់និងសកលលោកសម្ដេចតេជោបានលើកឡើងជាឧទាហរណ៍នាពេលកន្លងមកដូចជាពេលបច្ចុប្បន្ននេះកម្ពុជាបានចូលរួមចំណែកជាមួយពិភពលោកដោយមិនគិតថាប្រទេសតូចឬប្រទេសធំនោះទេសុទ្ធតែមានចំណែកទទួលខុសត្រូវនឹងក្នុងការការពារបរិស្ថានដោយធ្វើយ៉ាងណាកាត់បន្ថយការបម្រែបម្រួលអាកាសធាតុរបស់ពិភពលោកសម្ដេចតេជោបានរំលេចអំពីស្ថានភាពនាពេលបច្ចុប្បន្នរបស់កម្ពុជាទាក់ទងទៅនឹងការប្រើប្រាស់រថយន្តដោយសម្ដេចបានបញ្ជាក់ថាប្រជាជនកម្ពុជានៅទីក្រុងភ្នំពេញបច្ចុប្បន្នកំពុងតែចាប់អារម្មណ៍ចំពោះការប្រើប្រាស់រថយន្តអគ្គិសនីដែលនេះជាផ្នែកមួយក្នុងការគាំពារដល់បរិស្ថានកាត់បន្ថយឧស្ម័នពុលនិងរួមចំណែកជំរុញឲ្យមានភាពល្អប្រសើរដល់បរិស្ថាននិងការកាត់បន្ថយបម្រែបម្រួលអាកាសធាតុកម្ពុជាក៏បានធ្វើកិច្ចការងារជាច្រើនទៀតក្នុងនាមជាសមាជិកអាស៊ានផងនិងជាប្រទេសសមាជិករបស់អង្គការសហប្រជាជាតិដែលបានចូលរួមចំណែកក្នុងការជំរុញភាពបៃតងនៅក្នុងតំបន់ក៏ដូចជាពិភពលោកផងដែរលោកតាន់ស្រីម៉ៃខឺយ៉ាវបានសម្ដែងនូវការអរគុណចំពោះសម្ដេចតេជោដែលបានចែករំលែកដោយការចែករំលែកនេះគឺពិតជាមានសារៈសំខាន់ដែលអាចធ្វើឲ្យក្រុមអ្នកស្រាវជ្រាវរបស់លោកយកទៅដាក់ក្នុងផែនការស្រាវជ្រាវនិងជាគំនិតយោបល់បន្ថែមដើម្បីឲ្យក្រុមស្រាវជ្រាវរបស់លោកយកទៅបង្ហាញទៅដល់វេទិកាសាធារណៈផ្សេងៗជាចុងក្រោយសម្ដេចតេជោហ៊ុនសែនបានជូនពរឲ្យគណៈប្រតិភូទាំងអស់ទទួលបាននូវភាពជោគជ័យក្នុងការបំពេញបេសកកម្មនៅព្រះរាជាណាចក្រកម្ពុជា